កម្មវិធីជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសានគឺជាការបើកឲ្យមានការវិនិយោគឯកជនកាន់តែសកម្មប្រមូលផ្ដុំប្រជាជនឲ្យទៅរស់នៅតំបន់នោះកាន់តែច្រើនឡើងរាជធានីភ្នំពេញការដាក់ឲ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជាឆ្នាំ2025-2028គឺដើម្បីពន្លឿនឲ្យមានការវិនិយោគឯកជនកាន់តែសកម្មបង្កើនជាចរន្តសេដ្ឋកិច្ចបង្កើតការងារនិងភាពទាក់ទាញប្រមូលផ្ដុំប្រជាជនឲ្យទៅប្រកបអាជីវកម្មនិងរស់នៅតំបន់នោះកាន់តែច្រើនឡើងនេះជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលបានថ្លែងក្នុងពិធីប្រកាសនៅព្រឹកថ្ងៃទី9ខែមេសាឆ្នាំ2025សម្ដេចនាយករដ្ឋមន្ត្រីបានគូបញ្ជាក់បន្ថែមថាលក្ខណៈសំខាន់សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសានរួមមានទី1ការផ្ដល់ការលើកទឹកចិត្តលើសលប់ដែលលើសពីច្បាប់វិនិយោគហើយបើកវិសាលភាពធំទូលាយរួមទាំងការងារពាក់ព័ន្ធនឹងពន្ធទី2យន្តការច្រកចេញចូលតែមួយដោះស្រាយបញ្ហានៅនឹងកន្លែងដែលវិនិយោគិនអាចដាក់ពាក្យស្នើសុំអនុម័តគម្រោងនិងលិខិតស្នាមពាក់ព័ន្ធផ្សេងទៀតជាមួយនឹងក្រុមការងារតែម្ដងទី3ការជំរុញវិនិយោគិនក្នុងស្រុកនិងសហគ្រាសធុនតូចធុនមធ្យមឲ្យបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំវិនិយោគទី4ការផ្ដល់ហិរញ្ញប្បទានគាំទ្រដោយរាជរដ្ឋាភិបាលនិងត្រៀមថវិកាមួយចំនួនដើម្បីដាក់ចេញនៅកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យទី5ការខិតខំជំរុញធនធានមនុស្សគាំទ្រដោយរាជរដ្ឋាភិបាលសម្រាប់ផ្ដល់ការលើកទឹកចិត្តដោយកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជនជាតិខ្មែរដែលទទួលបានប្រាក់បៀវត្សប្រចាំខែស្មើនឹងឬតិចជាង2លានរៀលនិងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គោឡូកូដែលមានប្រតិបត្តិការក្នុងខេត្តណាមួយនៃខេត្តទាំង4នៅភូមិភាគឦសានជាមួយគ្នានេះសម្ដេចធិបតីក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានរួមមានទី1ក្រុមការងារត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុមដោយប្រកាន់ខ្ជាប់នូវអភិក្រមជីវភាពនៃប្រព័ន្ធទូអង្គតែមួយដោយក្រុមការងារត្រូវធានាឲ្យបាននូវសង្កតិភាពពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមនិងអនុវត្តឲ្យបានលឿនទី2ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនៅកម្មវិធីពិសេសជំរុញការវិនិយោគនេះឲ្យបានទូលំទូលាយធ្វើការពន្យល់ឲ្យបានច្បាស់លាស់និងត្រឹមត្រូវទី3គ្រប់តួអង្គពាក់ព័ន្ធដទៃទៀតជាពិសេសវិស័យឯកជនក៏ត្រូវចូលរួមជាមតិយោបល់និងផ្ដល់ធាតុចូលគ្រប់ពេលតាមការចាំបាច់ក្នុងស្មារតីកែលម្អអនុវត្តនិងធានានូវជោគជ័យនៃកម្មវិធីពិសេសជំរុញការវិនិយោគនេះទី4ក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់វិនិយោគិននិងជំរុញការអនុវត្តការងារគាំទ្រផ្សេងដូចជាការអនុញ្ញាតឲ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យនិងភូតគាមអនាម័យនៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិការពន្លឿនការចុះបញ្ជីដីធ្លីឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុងឬទីប្រជុំជននៃបណ្ដាខេត្តនីមួយៗការបែងចែកតំបន់សម្រាប់វិនិយោគឲ្យបានត្រឹមត្រូវដោយបែងចែកទីតាំងណាសម្រាប់អភិវឌ្ឍលើវិស័យអ្វីឲ្យបានច្បាស់លាស់ដើម្បីជៀសវាងការអភិវឌ្ឍអ្វីមួយប៉ះពាល់ដល់វិស័យអត្ថិភាពផ្សេងទៀតនៅក្នុងតំបន់បន្ថែមពីលើនេះត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈពិសេសបទល្មើសបច្ចេកវិទ្យាហើយត្រូវការពារវិនិយោគិនដែលត្រឹមត្រូវដូច្នេះហើយនៅពេលដែលដាក់ចេញគោលនយោបាយតាក់ទងនឹងតំបន់ភូមិភាគឦសានរាជរដ្ឋាភិបាលបានធ្វើការគិតគូរគ្រប់ជ្រុងជ្រោយដោយមានភាពបដិកលាទាំងលើ3ទិដ្ឋភាពគឺមនុស្សចរន្តសេដ្ឋកិច្ចនិងភាពតភ្ជាប់ទោះបីថាពេលខ្លះយើងមិនអាចមានធនធានបដោតទៅលើទិដ្ឋភាពទាំង3ព្រមគ្នាក៏ដោយឧទាហរណ៍លើទិដ្ឋភាពមនុស្សកាលពីថ្ងៃទី28ខែមករាឆ្នាំ2025ខ្ញុំបានប្រកាសដាក់ចេញនូវកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពដោយលើកកម្ពស់សិទ្ធិការកាប់ដីធ្លីរបស់ប្រជាពលរដ្ឋតាមរយៈការជំរុញការវាស់វែងការចុះបញ្ជីដីធ្លីការចេញបានកម្មសិទ្ធិជូនប្រជាពលរដ្ឋក៏ដូចជាការបន្តផ្ដល់នូវដីសម្បត្តិសង្គមកិច្ចជូនអតីតកម្លាំងប្រដាប់អាវុធនិងគ្រួសារទ័ពនិងនគរបាលជាតិនៅតាមព្រំដែននិងប្រជាពលរដ្ឋក្រីក្រលើទិដ្ឋភាពចរន្តសេដ្ឋកិច្ចនៅថ្ងៃនេះតែម្ដងខ្ញុំបានដាក់ឲ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជានៅឆ្នាំ2025-2028ដើម្បីជំរុញឲ្យមានការវិនិយោគឯកជនកាន់តែសកម្ម
បង្កើនជាចរន្តសេដ្ឋកិច្ចបង្កើតការងារនិងភាពតាក់ទាញប្រមូលផ្ដុំប្រជាជនយើងឲ្យទៅប្រកបអាជីវកម្មនិងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះចំពោះទស្សនវិជ្ជាភាពតភ្ជាប់ការគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគឺជាការងារដែលធ្វើឡើងឥតដាច់បន្តពីមួយអាណត្តិទៅមួយអាណត្តិទៅប្រើប្រាស់គ្រប់មធ្យោបាយនិងធនធានទាំងថវិកាជាតិហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍន៍និងការចូលរួមចំណែកពីប្រជាជននិងវិស័យឯកជននៅទីបញ្ចប់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាការអនុវត្តកម្មវិធីពិសេសនេះគឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាពស្ថិរភាពឯករាជ្យភាពបូរណភាពទឹកដីក៏ដូចជាការខិតខំពង្រីកនិងចែកចាយផលលាភពីកំណើនសេដ្ឋកិច្ចទៅដល់គ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ